សុំតោជួយមិនបានវ័យសងគ្រួសារយើងកំពុងលំបាកវ័យកូននេះក៏ច្រើនដែរហើយមិនឃើញសោកក៏ត្រើយពេលនេះកូនកំពុងខំប្រឹងបិទភ្នែកសួរខ្លួនឯងថាឯណាទៅខ្ញុំត្រូវដើរសុទ្ធតែជួបនេះក៏គ្មានកម្មយន្តដើរមួយណាសិទ្ធត្រូវហើយមួយណាជាខ្លោចខ្ញុំដើរផ្លូវខុសគេបែរជាសរសើរគេមិនចង់ឃើញខ្ញុំប្រសើរមើលមុខមើលមាត់ណាស់មិនរាប់គេជាខ្លោចពេលខ្លះក៏រាប់ខុសដូចជាពាក្យចាស់លោកបានប្រដៅស្គាល់មុខតែមិនអាចស្គាល់ចិត្តម៉ាំងអើយកូនសុំតោជួយមិនបានវ័យសងគ្រួសារយើងកំពុងលំបាកវ័យកូននេះក៏ច្រើនដែរហើយមិនឃើញសោកក៏ត្រើយពេលនេះកូនកំពុងខំប្រឹងលើកដៃសំពះខ្ញុំចាក់ចេញពីផ្ទះទាំងធៀមមិនទាន់រះលះអរិយអ្នកតាទីងទ្រូងអ៊ូលស្ទះទូមិនសមនៅក្រុងក៏ខ្ញុំនៅតែជំនះមិនប្រណាំងនឹងគេតែប៉ុណ្ណាំងនឹងកាពះកូនតែចង់ឈ្នះអាហាបីពេលក៏អរគុណព្រះកូនសង្ឃឹមថ្ងៃមួយបុណ្យលឺជីវិតភ្លឺចាំដូចថ្ងៃរះជីវិតខ្ញុំខុសពីជីវិតគេជីវិតខ្ញុំខុសពីជីវិតគេគ្មានសៅអាទិត្យរវល់រហូតគ្មានពេលទំនេរខ្ញុំប្រឹងប៉ុណ្ណឹងហើយរឿងនេះមើលមិនឃើញទេបើខ្ញុំនៅតែក្រសុំក៏ពីលបាត់ទេប្រឹងហើយក៏កេងមិនគ្រប់ធ្វើការតាំងពីព្រឹករហូតទល់ប្រលប់បើខ្ញុំមិនប្រឹងទេសួរថាបានអង្គមកពីណាខ្ញុំយកមកហូបជោគនេះហើយជាជីវិតនេះក្របិទភ្នែកបើកភ្នែកមានខ្លះចេញមកដើរវែកញែកថានេះក្រនចេញចុះចិត្តទៅការគិតទៅពីដេកខ្ញុំប្រឹងមុខខ្ញុំមិនឡើងស្លេតបែបវងវាយសាច់ការចង់ទៅជួបឆ្នាំពេកខ្ញុំមិនយល់អ្នកក្រគួរអីហាត់អ្វីអ្នកចង់អំពលចង់ប្រតនាថាខ្ញុំក៏ចង់មានតែមិនតន់អំណោយផលវាស្នាខ្ញុំតបាយម៉ាំងអើយកូនសុំតោជួយមិនបានអើយសោះគ្រួសារយើងកំពុងលំបាកវ័យកូននេះក៏ច្រើនដែរហើយមិនឃើញសោកក៏ត្រើយពេលនេះកូនកំពុងខំប្រឹងរាត្រីខ្ញុំជក់បារីអង្គុយសិនណោះខ្លួនឯងខ្ញុំចេះតែគិតពីនេះពីនោះខួរក្បាលនេះគិតចង់ហុយផ្សាយឲ្យផ្លូវជីវិតរញ៉េរញ៉ៃត្រឡប់ទៅលិនដល់ឡើងវែងពេលដែលធំវិញសំពីច្រើនណាស់ខកកាលពីក្មេងស៊ីបាយឲ្យរត់ទៅលេងមិនដែលជាខ្វល់ឲ្យគិតគូពីរឿងអីផ្សេងប៉ុន្តែលើគិតច្រើនខ្ញុំផ្ទុះ my brain សំពីសំពងជីវិតមួយនេះលំបាកមែនជីវិតមិនលំបាកពេកហើយប្រឹងណាស់តែមិនឃើញកងក្រោយហើយពេលខ្លាចខ្ញុំវិញជាសែនហត់ហើយពេលខ្លាចខ្ញុំវិញជាសែនហត់យកទៅមនុស្សយើងមានជីវិតមួយដូចតែគ្នាតែជីវិតខ្ញុំវាដូចជារស់សែនវេទនាគេអ្នកមានជារស់ស្រួលជីវភាពគេធូរទីតែខ្ញុំវិញក្រធ្វើចំណាក់មកនៅស្រុកគេសែនទូនីជីវិតលំបាកត្រឡប់ទៅឡើងមួយវីព្រោះតែក្រពេករៀនមិនចប់ទី12គ្មានចំណេះគ្មានជំនាញមានតែធ្វើជាពូលីញើហូលនឹងសាមលីអូទៅដូរយកលុយទិញបាយស៊ីបើសិនយើងនៅតែអន់នៅគ្នាឯណាគេខ្វល់ទេទាំងមកមិនសូវប្រៃមានសាប់ដូចជាទឹកទឹកនេះគេតែយើងមើលរំលោភមិនឲ្យតម្លៃលើយើងទេក៏ព្រោះតែយើងនេះក្រយើងដើរមិនចុះចំណោមគេអ្នកមានកូនទាំងទ្វេលោកកាន់តែចាស់ដែរហើយតែកូននៅលេលើដើររំមិនឃើញក៏ត្រើយសង្ឃឹមតែថ្ងៃណាមួយពួកយើងនឹងបានធូរស្បើយកូនពិតមិនចង់ឃើញលោកត្រូវលំបាកទៀតឡើងព្រោះជីវិតពិតលំបាកពេកហើយរឹងណាស់តែមិនឃើញកងក្រោយហើយពេលខ្លាចខ្ញុំមិនជាសែនហត់ហើយ